ការផ្ដល់ចំណីដង្កូវនាប្រចាំថ្ងៃវិធីដាក់ចំណីដង្កូវគឺជាប្រចាំអាចមួយថ្ងៃម្ដងឬក៏ពីរថ្ងៃម្ដងទៅដើម្បីឲ្យគ្នាមានជាតិទឹកគ្រប់គ្រាន់ក្នុងការថប់ធាត់សបុកវាមួយមិនទៀងទេបងប្អូនជួនកាលសបុកខ្លះវាច្រើនទៅអាកូនវាច្រើនយើងដាក់តម្លាក់មកក៏បានច្រើនសបុកខ្លះក៏វាមេវាចាស់ទៅហើយវាមិនទៅដបូលមេមានតែឈ្មោះទេក៏វាមិនសូវបានច្រើនដែរគឺថាយើងលៃតាមហ្នឹងចំណីយើងដាក់មើលតាមចំនួនដង្កូវហ្នឹងហើយទូទៅនៅកសិដ្ឋានយើងគឺដង្កូវគឺពេញធំនេះបងប្អូនគឺផត់មានធំណាតិចតួចទេគឺយើងតម្រូវឲ្យវាមកពេញធំអញ្ចឹងមកធំ2ឬ3គីឡូពី2ឬ3គីឡូធំអញ្ចឹងបងប្អូនបានអារម្មណ៍ថាខ្លាចកំងច្រើនមិនបានទេកំងប្រហែល100គីឡូក៏ខ្ញុំមានចែកជូនដែរគឺជាប្រចាំរាល់ថ្ងៃ